Trongថ្ងៃនេះយើងថ្ងៃ800ខែផល្គុនឆ្នាំសែនស័ព្ទស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី11ខែមីនាឆ្នាំ2026យើងថ្ងៃពុធថ្ងៃនេះថ្ងៃនេះយើងថ្ងៃសិលណាថ្ងៃបោសតសិលហើយគ្រូឆ្លៀតធ្វើធម្មទានបន្តិចសម្រាប់ថ្ងៃឧបោសថសិលហើយជាពិសេសសម្រាប់អ្នកសិក្សាប្រតិបត្តិពធដោយសារពេលខ្លះយើងអ្នកប្រតិបត្តិពធពេលខ្លះយើងចង់តែបានធម៌ចង់តែយកធម៌លឿនណាយើងភាសាងាយយល់ថាដូចថាចង់កើបធម៌យកតែម្ដងតាមពិតពធនេះមិនមែនដូចយើងគិតអញ្ចឹងទេសម្រាប់ការបដិបត្តិធម៌គឺអាស្រ័យការព្យាយាមរឿយជាប្រចាំថ្ងៃការអត់ធ្មត់ការព្យាយាមការពង្រឹងសតិវឹកហាត់ជាប្រចាំការដឹងខ្លួនក្នុងការរក្សាសេចក្តីល្អខ្លួនឯងគ្រប់ឥរិយាបថដូចដើរចូលអង្គុយកាលណាយើងអត់យល់ពីរបៀបហើយយើងគិតទៅពីចង់បានដូចចិត្តយើងមានន័យថាចិត្តហ្នឹងវាដោះតួលោភៈទុកក្នុងហ្នឹងរួចហើយដល់ពេលណាដែលយើងយកតួលោភៈដាក់ពីមុខទៅយើងបដិបត្តិធម៌យើងទៅជាការលោភលន់ទាំងពធហ្នឹងគឺរងាប់អាភាពលោភលន់ហើយយើងព្យាយាមប្រឹងប្រែងតាមអង្គធម៌ហេតុបច្ច័យតែប៉ុណ្ណោះឯងបើដល់យើងពាក្យច្រើនដូចថាវាអត់យល់អញ្ចឹងណាពេលខ្លះវាទៅជាធ្វើធម៌ដើម្បីជួបជុំគ្នាសប្បាយទៅវិញទៅធ្វើធម៌ដើម្បីស្គាល់អ្នកនេះអ្នកនោះទៅវិញវាទៅជាអញ្ចឹងទៅវិញចាំបានថាវាខុសក្នុងអង្គធម៌សម្រាប់អ្នកដែលជាអ្នកស្វែងរកនៅផ្លូវសុខស្ងប់ពិតប្រាកដឬក៏ស្វែងរកធម៌ស្ងប់ពិតប្រាកដយើងអាចថយទៅក្រោយកលេចមើលព្រះអរិយបុគ្គលឬក៏គេហៅថាសិស្សច្បងយើងមុនជំនាន់មុនឬក៏ដូចជាជំនាន់ព្រះក្រោយជំនាន់ព្រះក្តីអ្នករកធម៌គឺបានទទួលយកនៅពុទ្ធដីការបស់ព្រះអង្គថាអរញ្ញកតោវារុក្ខមូលកតោវាសញ្ញាគារកតោវាសម្រាប់អ្នកដែលត្រូវការចិត្តស្ងប់ត្រូវការសន្តិភាពជាលក្ខណៈសន្តិភាពបុគ្គលណាសន្តិបុគ្គលស្ងប់ខ្លួនឯងសិនទើបអាចនឹងបង្កើតនៅសេចក្តីស្ងប់ចំពោះជុំវិញខ្លួនបានបើសិនជាខ្លួនយើងម្នាក់យើងមិនអាចបង្កសន្តិភាពឲ្យខ្លួនយើងបានទេយើងមិនអាចបង្កើតសុខសន្តិភាពដល់អ្នកជុំវិញខ្លួនយើងបានទេអាហ្នឹងគឺវាជាតថភាពជាក់ស្ដែងអញ្ចឹងដើម្បីធ្វើខ្លួនយើងឲ្យទៅជាបុគ្គលមានសន្តិភាពក្នុងទីនេះគឺសំដៅទៅលើសេចក្តីស្ងប់កាយស្ងប់ចិត្តព្រោះមនុស្សយើងប្រព្រឹត្តទៅដល់កាយចិត្តតែកាលណាកាយចិត្តនឹងវាស្ងប់ទៅវាចាហ្នឹងក៏វាទៅដោយព្រមអញ្ចឹងដែរអញ្ចឹងនៅក្នុងហ្នឹងបានប្រពុតថាបុគ្គលនោះត្រូវតែស្វែងរកនៅទីដែលស្ងប់ស្ងាត់អញ្ចឹងបានបទបាលីថាអរញ្ញកតោវាគួរសម្លឹងមើលទីព្រៃដែលស្ងប់ស្ងាត់រុក្ខមូលកតោវាត្រូវសម្លឹងមើលនៅម្លប់ឈើទៀបគល់ឈើណាដែលស្ងប់ស្ងាត់ល្អសញ្ញាគារកតោវាសម្លឹងមើលទីសេនាសនៈឬក៏ទីជ្រកអាស្រ័យយើងមានកុដិសាលាវិហារឬក៏យើងអាស្រ័យក្នុងទីផ្ទះដែលមានភាពស្ងប់ស្ងាត់ឬក៏ផ្ទះយើងមានបន្ទប់ស្ងប់ស្ងាត់អីចឹងទៅដែលជាទីសំងំពួនជាសុខក្នុងភាពជាបុគ្គលម្នាក់ឯងព្រោះក្នុងការធ្វើធម៌ហ្នឹងគឺធ្វើម៉េចឲ្យទៅជាបុគ្គលម្នាក់ឯងសិនព្រោះកាលណាដែលចិត្តយើងអត់ស្ងប់យើងច្បោកច្បល់ដោយពួកដោយគណៈដោយក្រុមយើងអត់អាចស្ងាត់បានទេបើក្នុងន័យធម៌ដែលយើងនិយាយជម្រៅបន្តិចទៅទៀតទៅហៅថាវិវេកធម៌មានន័យថាបុគ្គលដែលស្វែងរកគុណធម៌ក្នុងផ្លូវនៃសមាបដិបត្តិនេះក្នុងការបដិបត្តិនេះគឺត្រូវមានវិវេកធម៌សម្រាប់ខ្លួនឯងវិវេកធម៌ហ្នឹងមានន័យថាយ៉ាងម៉េចទៅវិវេកធម៌មានន័យថាសេចក្តីស្ងប់ស្ងាត់ឬក៏ភាពស្ងប់រងាប់វិវេកធម៌ហ្នឹងចែកចេញជា3ទី1គឺកាយវិវេកសេចក្តីស្ងាត់កាយទី2ចិត្តវិវេកសេចក្តីស្ងាត់ចិត្តហើយទី3ឧបធិវិវេកសេចក្តីស្ងប់រងាប់ចាក
កិលេសធម៌អញ្ចឹងកាយវិវេកក្នុងទីនេះពុទ្ធលោកបានចង្អុលបង្ហាញថាសេចក្តីស្ងាត់កាយគឺបានដល់ការស្ងប់ស្ងាត់ចាកពួកគណៈក្រុមអញ្ចឹងបានអ្នកដែលរកធម៌ពិតគេអត់ទៅរកមនុស្សច្រើនទីច្បោកច្បល់អ៊ូអគឺអត់ទេយើងសប្ងៃយើងឃើញមានវគ្គសមាធិអីច្រើនស្រុកខ្មែរយើងឥឡូវសម្បូរប៉ុន្តែហ្នឹងគ្រាន់តែជាការផ្សាំងផ្សំសទ្ធាទេផ្សាំងសទ្ធាផ្សំសទ្ធាបដោះសទ្ធាឬក៏បង្កើតនៅខនិកសមាធិឲ្យមានភាពជ្រះថ្លាក្នុងមួយពេលបើកវគ្គណាប៉ុន្តែបើយើងឲ្យនិយាយទៅដល់ជំរឿនៃសភាវៈធម៌នៃការបដិបត្តិពធធ្វើបែបហ្នឹងរកធម៌អត់ឃើញទេព្រោះអីព្រោះមនុស្សរាប់រយនាក់ច្បោកច្បល់ដោយពួកដោយក្រុមអ៊ូអវាទៅជាកង្វល់ឬក៏យើងហៅថាជាពលិពោតគេហៅថាជាគណៈពលិពោតកង្វល់ដោយគ្នាច្រើនអញ្ចឹងมันអាចធ្វើនៅកាយវិវេកហ្នឹងឲ្យស្ងាត់កាយបានទេដល់កាយហ្នឹងវាអត់ស្ងាត់ចិត្តហ្នឹងក៏វាមិនងាយស្ងប់ដែរអញ្ចឹងបានអ្នកដែលគេរកធម៌ពិតប្រាកដគេស្វែងរកទីដែលស្ងប់ស្ងាត់มันមានពួកគណៈទេអញ្ចឹងបាននៅសញ្ញាគារស្ថានសព្រាមចារីយើងនេះគ្រូបានរៀបចំទីកន្លែងយើងនេះបានអ្នកមកវគ្គសិក្សារៀនសូត្រអ្នកមករៀនគឺដឹងតែរៀនអ្នកមកជាមួយក៏អត់ដែរអ្នកមកតែរៀនហ្នឹងគឺសម្រាប់តែអ្នករៀនហើយអ្នកគ្មានភារកិច្ចគឺយើងអត់ឲ្យចូលទេហើយក្នុងវគ្គហ្នឹងក៏ដោយគឺយើងដល់ពេលចូលវគ្គគឺយើងបិទទ្វារអត់មានឲ្យមនុស្សចេញចូលទេគឺដឹងតែសិក្សាដឹងតែប្រតិបត្តិដោយស្ងប់ស្ងាត់ចំពោះយោគីវចរតែប៉ុណ្ណឹងទេព្រោះយើងស្វែងរកគុណធម៌ស្វែងរកសេចក្តីស្ងាត់យើងមិនមែនធ្វើសមាធិដើម្បីប្រមូលមនុស្សធ្វើសមាធិដើម្បីឲ្យគេជ្រះថ្លាហើយគេនាំនៅលៀបសក្ការៈយកមកគោរពយកមកបូជាអត់មានទេទិសដៅរបស់យើងក្នុងសញ្ញាគារនេះក៏អត់ចឹងទេអញ្ចឹងបាននៅក្នុងពេលដែលបើកវគ្គគឺមានន័យថាដឹងតែធ្វើធម៌តែម្យ៉ាងហើយរឿងចង្ហាន់វ័នចរនេះគឺយើងមានផ្នែកខាងរៀបចំគឺយើងអត់បាច់ឲ្យពលិពោតទេអញ្ចឹងដឹងតែសិក្សាដឹងតែបដិបត្តិតែម្យ៉ាងព្រោះយើងពេលវេលាយើងតិចអញ្ចឹងយើងត្រូវវឹកហាត់ឲ្យខ្លាំងដើម្បីឲ្យបានសេចក្តីស្ងាត់កាយអញ្ចឹងបានចូលមកសញ្ញាគារនេះគឺត្រូវតែស្ងប់ស្ងាត់ទាំងអស់អត់មានឲ្យអ្នកណារំខានគ្នាទេគឺដឹងតែរៀនដឹងតែបដិបត្តិហើយដឹងតែស្ងប់ស្ងាត់អញ្ចឹងបានចូលមកការទៅជែកគ្នារហេតរហូតក៏អត់មានដែរហើយមួយទៀតទូរស័ព្ទក៏អត់ឲ្យប្រើដែរចូលមកពេលដែលចូលវគ្គហើយគឺត្រូវប្រមូលទូរស័ព្ទទុកដល់ពេលចប់វគ្គបានបកគលទូរស័ព្ទឲ្យវិញហ្នឹងអ្នកមានទូរស័ព្ទយកមកគឺមានន័យថាឲ្យស្រឡះកាយរបស់យើងស្រឡះចិត្តរបស់យើងដើម្បីប្រតិបត្តិធម៌ហើយការហូបចុកក៏ចឹងដែរព្រោះយើងអ្នករកធម៌គេហៅសេចក្តីស្ងាត់កាយឬគេហៅថាសម្ងួតកាយនេះមិនមែនសបាយក្នុងការហូបទេគេហៅថាទៅជាបុគ្គលមានសភាពមួយដែលជាធំគឺហៅថាអបច្ចតាគុណប្រាថ្នាតិចសន្តតិតាគុណគឺមានសេចក្តីសន្តោសមានន័យថាអាហារត្រឹមតែមួយចំអែតកាពះមកល្មមមិនឲ្យឆ្អែតពេកក៏មិនឲ្យតិចពេកដើម្បីងាយស្រួលធ្វើឲ្យកាយនឹងវាស្រាលអញ្ចឹងបានត្រង់ហ្នឹងហើយបានយើងអត់ត្រូវការមនុស្សអ៊ូអនាំបាយទឹកនំចំណីមកទេព្រោះកាលណាដែលមនុស្សអ៊ូអច្រើនពេកទៅមហូបអាហារពោះពីសក៏ដោយវាទៅធ្វើឲ្យវាទម្ងន់កាយទៅវិញហើយណាមួយតើកាលណាមនុស្សច្រើនវាទៅជាច្បោកច្បល់វារំខានដល់ការបដិបត្តិធម៌អញ្ចឹងបានក្នុងទីនេះបានអាត្មាក៏ដូចជាគ្រូចង់ជំរាបជូនឲ្យពុទ្ធបរិស័ទយើងបានយល់ពីទិសដៅរបស់គ្រូព្រោះខ្លះគាត់អត់យល់ទៅគាត់ថាគ្រូដូចជាតឹងពេកដូចជាខុសគេគ្រូគាត់បញ្ជាក់សម្រាប់វិជាពុទ្ធបរិស័ទទូទៅថាមនុស្សម្នាក់វាមានរបៀបធ្វើការខុសគ្នាអញ្ចឹងសម្រាប់គ្រូមានរបៀបរបស់គ្រូអញ្ចឹងកុំប្រៀបធៀបហ្នឹងទៅរៀនកន្លែងគេនោះគេធ្វើអញ្ចោះទេហេតុអីកន្លែងលោកគ្រូធ្វើអញ្ចឹងកុំឲ្យសោះមករៀនជាមួយគ្រូគឺគ្រូមានរបៀបរបស់គ្រូផ្សេងហើយគ្រូក៏អត់ទៅវិតម្លៃកន្លែងគេដែរហើយគ្រូក៏ចង់ឲ្យសិស្សគ្រប់គ្នាអត់យកអាការប្រៀបធៀបនឹងវិតម្លៃហើយធ្វើការបង្កើតការសៅមងគ្នាទេព្រោះកាលណាដែលយើងប្រៀបចុះប្រៀបឡើងវាទៅជាអាការសៅមងវាជាអាការឡើងរហូតភ្លេចខ្លួនទៅជាការតេះដៀលគ្នាពេលខ្លះទៅនិយាយដើមគ្នាដឹងខ្លួនអានេះហើយវាជាកំហុសខ្វះខាតរបស់យើងអ្នកធរណាពេលខ្លះអញ្ចឹងបានគ្រូចង់បញ្ជាក់ត្រង់ហ្នឹងដែរសម្រាប់សញ្ញាគារយើងអញ្ចឹងបានយើងមានភាពស្ងប់ស្ងាត់យើងអត់មានច្បុកច្បល់ទេដល់យកទៅលើអង្គធរអ្នកបដិបត្តិហ្នឹងគឺអញ្ចឹងគឺត្រូវការស្ងប់ស្ងាត់វិវេកអញ្ចឹងស្ងាត់កាយគឺស្ងាត់ទី1គឺទីកន្លែងដ៏ស្ងាត់
ទី2គឺស្ងាត់ការជួបជុំពួកគណៈស្ងាត់ទាំងការហូបចុកឲ្យវាមានរបៀបអញ្ចឹងបានយើងមកទីនេះសម្បីតែស្ងាត់កាយនឹងអ្នកចូលវគ្គជាមួយគ្រូគឺត្រូវតែបួសព្រោះអីកាលណាបួសដើម្បីធ្វើកាយវិវេកនេះឲ្យកាយនឹងវាស្ងើស្រាលសម្ងួតអាកាយពលិពោតនឹងពលិពោតដោយសក់ព្រោះតែសក់ច្រើនទៅវានៅអាលាស់វានៅសម្បូរនៅអីអូច្រើនណាពាក់ពោតច្រើនណាហើយវាលមាស់វាអីចឹងទៅវារសេមរសាមកាលណាយើងកោទៅកោសក់ចឹងទៅយើងស្លៀកសពាក់សវាមានទម្ងន់អសក្រហមនេះផងគេហៅថាទម្ងន់នៃអធិសិលសិលយើងវាខ្ពស់ហើយវាជាឧបការៈដល់អធិចិត្តអញ្ចឹងបានគ្រូឲ្យយើងបួសហ្នឹងទី1គឺដើម្បីឲ្យយើងបានជ្រកក្រោមម្លប់ធម៌របស់ព្រះពុទ្ធហើយបានចូលទៅក្នុងការសាងនេកមបារមីដើម្បីជាបច្ច័យនៃការសម្រេចធម៌រួចចាកទុក្ខនេះជាកិច្ចការងារដែលគ្រូចង់ជំរាបជូនពួកយើងខ្លះនឹងកាយវិវេកអញ្ចឹងបានការហូបយើងហូបតែមួយល្មមទេហើយយើងអាស្រ័យនឹងអាហារទុដងទៀតមួយល្មមក្នុងការប្រតិបត្តិធម៌យើងមិនឲ្យខ្វះទេទាំងភេទជ្ជៈទាំងអាហារហ្នឹងគឺយើងរៀបចំមួយល្មមប៉ុន្តែមិនឲ្យយើងទៅជាគេហៅថាវាទៅជាដូចសបាយដូចជាកម្មវិធីធម្មតាអត់ទេអញ្ចឹងវាខុសពីការបដិបត្តិធម៌ហើយអញ្ចឹងយើងត្រូវចាំថាយើងមកបដិបត្តិធម៌យើងមករៀនធម៌យើងមកចម្រើនគុណធម៌វាខុសអំពីការសិក្សាជាទូទៅធម្មតាអញ្ចឹងបានកន្លែងសញ្ញាគារនេះបានអ្នកខ្លះគាត់ថាគ្រូតឹងអីណាហ្នឹងដោយសារគាត់អត់យល់ប៉ុន្តែអ្នកដែលត្រូវការរកធម៌ពិតត្រូវការមកកន្លែងស្ងប់ស្ងាត់ពិតគឺគាត់សប្បាយចិត្តនៅគោលការណ៍របស់គ្រូអត់មានបញ្ហាទេនឹងកាយវិវេកគូនិយាយប៉ុណ្ណឹងគឺស្ងាត់ចាក់ពួកគណៈអត់ច្បុកច្បល់ទេចាំបានការរៀនសូត្រដែលពិតប្រាកដគឺយើងអត់មានគ្នាច្រើនច្បុកច្បល់ទេមកល្មមចាំបានគ្រូតែងតែយកចំនួនកំណត់អត់មានទូទៅទេតែគ្រប់ចំនួនហើយគឺអត់ទទួលទេព្រោះយើងគិតថាក្នុងតម្រងបែបម៉េចនៅក្នុងការសិក្សាអប់រំឲ្យបានដិតដល់អាហ្នឹងក្នុងកាយវិវេកចិត្តវិវេកសេចក្តីស្ងាត់ចិត្តនេះមានន័យថាស្ងាត់ចាកអារម្មណ៍គេហៅថាវិវេការម្មណ៍មានន័យថាឲ្យអារម្មណ៍នឹងវាផ្ដាច់ចេញពីអាភាពកង្វល់ពលិពោតគឺបញ្ចូលតែអង្គធរតែម្យ៉ាងដើម្បីសង្កត់សង្កិននិវរណធរអញ្ចឹងបានយើងត្រូវផ្ដាច់នៅបញ្ចទ្វាមានតែមโนទ្វាមានតែសេចក្តីសង្រួមតាមដានមើលកាយវិចារចិត្តរបស់យើងគ្រប់អិរិយាបថដេកដើរឈរអង្គុយវឹកហាត់ចិត្តរបស់យើងគ្រប់អិរិយាបថទាំង4ឲ្យខ្លាំងដើម្បីសង្កត់សង្កិននៅកិលេសហ្នឹងឲ្យវាទៅជាចិត្តវិវេកទី3ឧបธิវិវេកដល់កាលណាដែលយើងមានចិត្តវិវេកហើយទើបវាអាចទៅជាបច្ច័យរបស់ឧបธิវិវេកគឺដើម្បីរងាប់ចាកនៅកិលេសតាំងពីវិតក្កមកិលេសតាំងពីបរិយុទ្ធានកិលេសរហូតទៅដល់យើងជាឧបនិស្ស័យទៅរងាប់បងនៅកិលេសថ្នាក់ក្រោតក្រៀតហើយកណ្ដាលហើយទៅរកអត់ទៀតអញ្ចឹងបានធ្វើឲ្យបញ្ញាព្រោះកាលណាដែលសិលអញ្ចឹងបាននៅក្នុងគម្ពីរព្រះអង្គសម្ដែងថាកាលណាបុគ្គលចាក់គ្រឹះមាំក្នុងសិលហើយសិលនោះវារមែងជាបច្ច័យដល់សមាធិកាលណាដែលសមាធិមានហើយបញ្ញាក៏រមែងកើតឡើងធម៌ហ្នឹងវាជាបច្ច័យដល់គ្នានឹងគ្នាអញ្ចឹងការបួសនេះគឺជាការចាក់គ្រឹះឲ្យមាំក្នុងសិលហ្នឹងហើយអញ្ចឹងបានចាក់គ្រឹះឲ្យមាំក្នុងសិលដើម្បីញ៉ាំងលំនឹងសមាធិត្រឲ្យមាំដើម្បីបង្កើតនៅពន្លឺនៃបញ្ញាកើតឡើងមកអញ្ចឹងអង្គធម៌ហ្នឹងវាជាបច្ច័យដល់គ្នានឹងគ្នាអញ្ចឹងការសិក្សារៀនសូត្រប្រតិបត្តិនេះគឺយើងមានរបៀបអញ្ចឹងណាដើម្បីចង់ឲ្យយើងបានយល់មួយទៀតគ្រូឆ្លៀតឱកាសនេះគ្រូចង់ឆ្លើយសំណួរបាសកយីសុកថាថ្ងៃមុនគ្រូបានបង្ហោះបកស្រាយពីសំណួរមួយដែលសួរពីរឿងការសម្រេចធម៌បែបម៉េចទៅគាត់បានខមមិនសួរសំណួរហ្នឹងគាត់បាននិយាយថាសួរថាអ្នកបដិបត្តិធម៌ខ្លះនិយាយថាបុគ្គលដែលបានចាក់ធ្លុះនៅទុក្ខសច្ចៈគឺរមែងបានសម្រេចនៅសច្ចៈទាំង3ទៀតទៅដោយព្រមហើយគាត់ចង់ដឹងថាតើពិតឬទេចឹងឆ្លើយសំណួរបាសកយីសុកថាហ្នឹងគ្រូចង់និយាយខ្លីរឿងហ្នឹងអរិយសច្ចៈនេះគឺជាធម៌ត្រាស់ដឹងរបស់ព្រះពុទ្ធគេហៅថាសេចក្តីពិតដ៏ប្រសើរមិនលំអៀងពាក្យថាពិតហ្នឹងមិនន័យថាវាអត់លំអៀងដោយទូអកតេណាទេវាជាភាវៈពិតប្រកបរបស់អង្គនៃធម្មៈគឺពធធម៌ត្រាស់ដឹងអញ្ចឹងសេចក្តីពិតដ៏ប្រសើរដែលព្រះសាស្តាព្រះអង្គទ្រង់ត្រាស់សម្ដែងមកយើងបានសិក្សារៀនសូត្រមកទាំងអស់គ្នាទី1បានដល់ទុក្ខសច្ចៈសេចក្តីទុក្ខជាពិតប្រកបគឺមាន
ទី2សមុទយសច្ចៈសេចក្តីទុក្ខគឺតណ្ហាទី3និរោធសច្ចៈគឺជាអង្គនៃធម៌នៃការរំលត់ចាកនៅកិលេសទី3មគ្គសច្ចៈគឺអរិយមគ្គអង្គ8ជាផ្លូវឬក៏ជាឧបាយសម្រាប់ដើរទៅរកទីរំលត់ទុក្ខអញ្ចឹងនៅក្នុងសំណួរហ្នឹងយើងចង់ដឹងថាចុះបើសិនជាបុគ្គលដែលគាត់បានចាក់ធ្លុះក្នុងសច្ចៈទុក្ខសច្ចៈមួយហើយអរិយសច្ចៈទាំង3ទៀតសម្រេចដោយព្រមឬក៏យ៉ាងណាថាអត់ទេអត់មានអញ្ចឹងទេបុគ្គលដែលអាចចាក់ធ្លុះនៅសច្ចៈបានហ្នឹងលុះត្រាតែបុគ្គលមាននៅតួបញ្ញាទើបអាចនឹងមើលឃើញនៅទុក្ខសច្ចៈបានបើកាលណាអត់មានបញ្ញាអត់អាចមើលឃើញទុក្ខនឹងបានដូចយើងមនុស្សរាល់ថ្ងៃអញ្ចឹងបើយើងគិតថាមនុស្សរាល់ថ្ងៃយើងឃើញថាមនុស្សយើងមានសេចក្តីទុក្ខទុក្ខព្រោះចាស់ទុក្ខព្រោះឈឺយើងដឹងតាបាទដឹងជាសាមញ្ញធម្មតាហ្នឹងវាមិនមែនដឹងក្នុងអង្គធម៌ថាជីវិតហ្នឹងវាជាទុក្ខបែបម៉េចហេតុដែលនាំឲ្យកើតទុក្ខបែបម៉េចផងហ្នឹងវាមិនមែនត្រឹមតែដឹងទុក្ខប៉ុណ្ណឹងយើងឈ្មោះថាយើងពាល់ទៅអរិយសច្ចៈទាំងអស់ហ្នឹងវាមិនមែនអញ្ចឹងទេយើងឃើញម្នាក់ៗក្នុងជីវិតជាទុក្ខយើងឃើញជាតិជាទុក្ខជារាជាទុក្ខជាធិជាទុក្ខមរណៈជាទុក្ខសោកក៏ទុក្ខតោមនោះក៏ទុក្ខសេចក្តីចង្អៀតចង្អល់ចិត្តក៏ទុក្ខសេចក្តីព្រាត់ប្រាសគ្នាក៏ជាទុក្ខការចង់បានអ្វីដែលមិនបានដោយចិត្តក៏វាជាទុក្ខអាហ្នឹងវាជាទុក្ខសច្ចៈប៉ុន្តែសុទ្ធថាយើងបានឃើញសេចក្តីទុក្ខហ្នឹងពិតប្រាកដក្នុងជីវិតយើងទេយើងត្រឹមតែដឹងថាជីវិតហ្នឹងវាទុក្ខវាពិបាកចេះចុះខ្លះប៉ុន្តែសុទ្ធថាយើងឈ្មោះថាឃើញសច្ចៈធម៌មិនមែនទេមិនមែនឈ្មោះថាឃើញសច្ចៈធម៌ទេអញ្ចឹងនៅក្នុងសច្ចៈធម៌នេះចង់បញ្ជាក់ថាការឃើញនៅក្នុងទុក្ខសច្ចៈនេះលុះត្រាតែបុគ្គលឃើញនៅទុក្ខទាំង12កងហើយការឃើញនៅទុក្ខទាំង12កងនេះគឺឃើញដោយអំណាចនៃតួបញ្ញាអញ្ចឹងបើគ្មានបញ្ញាទេมันអាចឃើញនៅសេចក្តីទុក្ខនឹងបានអញ្ចឹងបានចូលទៅដល់ក្នុងផ្លូវប្រតិបត្តិនៅក្នុងអរិយសច្ចៈទាំង4នេះមានទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈព្រះអង្គលោកញែកចេញជា2គូទុក្ខសច្ចៈសមុទយសច្ចៈមួយគូនិរោធសច្ចៈនិងមគ្គសច្ចៈអញ្ចឹងនៅថ្ងៃនេះគ្រូចង់ឆ្លើយសំណួរមួយហើយសំណួរហ្នឹងបាទសក់យីសុកថាគាត់អ្នកសាកសួរផ្សារភ្ជាប់ជាមួយនឹងសំណួរគ្រូបានបកស្រាយពីថ្ងៃទី7រឿងអ្នកសម្រេចធរបែបម៉េចឬក៏ឧត្តរមនុស្សធម៌ទាំង10នោះហើយគាត់បានសួរហ្នឹងគឺគាត់សួរហ្នឹងក្នុងលក្ខណៈឆ្ងល់ទេពាក្យដែលគាត់សួរហ្នឹងមិនមែនជាសំណួររបស់គាត់ទេមានន័យថាអ្នកបដិបត្តិធម៌និយាយអ្នកបដិបត្តិធម៌ដែលគាត់ឮមកក៏គាត់សួរមកថាមានអ្នកបដិបត្តិធម៌ខ្លះបានពោលថាបុគ្គលដែលបានសម្រេចនៅទុក្ខសច្ចៈឈ្មោះថាបានសម្រេចនៅសច្ចៈទាំង3ទៀតឬក៏យើងនិយាយថាអ្នកដែលបានចាក់ធ្លុះនៅទុក្ខសច្ចៈឈ្មោះថាបានចាក់ធ្លុះនៅសច្ចធម៌ទាំង3ទៀតដោយព្រមហើយគាត់សួរមកគ្រូហ្នឹងចង់ដឹងថាតើវាពិតប្រាកដអត់ទេតែទៅនៅក្នុងបញ្ហារឿងសច្ចៈនេះវាជាធម៌មួយដែលមានភាពជ្រៅព្រោះបើយើងនិយាយពីសច្ចៈនេះវាជាលំដាប់នៃធម៌មួយជាដំណើររបស់អរិយបុគ្គលអញ្ចឹងវាមានភាពជ្រៅបន្តិចបើកាលណាយើងយល់មិនត្រូវវាអាចផន់ច្រឡំក្នុងផ្លូវជាសមាមៈវាទៅជាមច្ឆាមៈទៅវិញមានន័យថាការប្រតិបត្តិហ្នឹងវាទៅជាខុសកន្លងផ្លូវឬក៏ការកើតឡើងទៅជាទិដ្ឋិបុព្វលាសប្រះចាកដំណើរនៃសច្ចធម៌ទៅវិញនៅក្នុងការត្រាស់ដឹងរបស់ព្រះពុទ្ធនៃយើងសច្ចធម៌ទាំង4នេះគឺព្រះអង្គជាអ្នកបានជ្រោតជ្រាបដោយប្រាជ្ញាញាណរបស់ព្រះអង្គដែលព្រះអង្គបានសាងបុណ្យបារមីមាននិស្ស័យចាស់ខ្លាហើយបានសម្រេចឃើញនៅសច្ចធម៌ទាំង4ហ្នឹងអញ្ចឹងបានព្រះអង្គថាការត្រាស់ដឹងរបស់ព្រះអង្គនៅក្នុងសេចក្តីពិតដ៏ប្រសើរទាំង4នេះដែលជាសច្ចធម៌មួយដែលមិនមានភាពលំអៀងអញ្ចឹងបានប្រើពាក្យថាសច្ចៈហ្នឹងមានន័យថាវាពិតវាប្រកបវាត្រង់មិនវាច
ឬក៏យើងបញ្ចូលមកអរិយសច្ចៈមានន័យថាសេចក្តីពិតដ៏ប្រសើរឬក៏សេចក្តីប្រសើរពិតទាំង4អញ្ចឹងមានអីខ្លះមានទុក្ខសច្ចៈមាននិរោធសច្ចៈមាននិរោធសច្ចៈនិងមគ្គសច្ចៈអញ្ចឹងទុក្ខសច្ចសមុទយសច្ចនិរោធសច្ចនិងមគ្គសច្ចអញ្ចឹងសួរក្នុងសំណួរហ្នឹងវិញតើអ្នកដែលយល់ថាបុគ្គលដែលបានចាក់ធ្លុះត្រឹមតែទុក្ខសច្ចមួយហ្នឹងឈ្មោះថាបានចាក់ធ្លុះនៅសច្ចៈទាំង3ទៀតទៅដោយព្រមតើពិតឬទេมันពិតទេចំណុចហ្នឹងគឺយល់ខុសហើយបុគ្គលដែលយល់បែបហ្នឹងគឺខុសហើយអញ្ចឹងបាននៅក្នុងសច្ចធម៌ហ្នឹងព្រះអង្គចែកជា2គូទី1ទុក្ខសច្ចៈសមុទយសច្ចជាមួយគូនិរោធសច្ចៈមគ្គសច្ចៈមួយគូអញ្ចឹង2គូហេតុអីបានព្រះអង្គសម្ដែងជាគូព្រោះថាទុក្ខសច្ចៈសេចក្តីទុក្ខពិតទាំង12កងមានជាតិទុក្ខជារាទុក្ខជាធិទុក្ខមរណៈទុក្ខយើងនិយាយយល់ថាទុក្ខព្រោះការកើតការចាស់ការឈឺការស្លាប់ទុក្ខព្រោះការព្រាត់ប្រាសយំសោកខ្សឹបខ្សួលទុក្ខព្រោះចង្អៀតចង្អល់ចិត្តទុក្ខព្រោះតែការព្រាត់ប្រាសទុក្ខព្រោះតែមិនបានដូចចិត្តមិនបានដូចបំណងទុក្ខព្រោះតែជួបសត្វនិងសង្ខារជាទីទើសទាស់ចិត្តទុក្ខព្រោះតែខណ្ឌ5អញ្ចឹងសេចក្តីទុក្ខពិតទាំង12កងសេចក្តីទុក្ខនេះវាមិនមែនជាហេតុទេវាជាផលមានន័យថាការកើតឡើងនៃសេចក្តីទុក្ខនេះវាជាផលដែលហេតុដែលនាំឲ្យកើតទុក្ខឬក៏ហៅថាកំណើតឬក៏ដែនកើតនៃទុក្ខនោះគឺបានដល់សមុទយសច្ចនោះទេមានន័យថាតណ្ហាអញ្ចឹងតណ្ហា3កាមតណ្ហាភវតណ្ហាវិភវតណ្ហាគឺជាកំណើតដែលបង្កើតទុក្ខឲ្យកើតឡើងនឹងតណ្ហាជាដែនកើតនៃសេចក្តីទុក្ខចឹងបានការអស់ទៅនៃតណ្ហាទើបអស់ទៅនៃសេចក្តីទុក្ខបានព្រះអង្គសម្ដែងថាតណ្ហាខយោសពទុក្ខាជានិតេការអស់ទៅនៃសេចក្តីទុក្ខបានលុះត្រាតែសម្ងួតនៅតណ្ហាកុំឲ្យកើតមានន័យថាកាមតណ្ហាការជាប់ជំពាក់ក្នុងលោកីហ្នឹងក្នុងវត្តដាក់ជាលោកីហ្នឹងភវតណ្ហាជាប់ជំពាក់នៅក្នុងភពវិភវតណ្ហាជាប់កំណើតនៅក្នុងអរូបភពជាប់នៅក្នុងការប្រាថ្នាក្នុងភពជាតិកំណើតហ្នឹងគឺវាជាដែនកើតនៃសេចក្តីទុក្ខអញ្ចឹងពីហ្នឹងមានន័យថាតណ្ហាគឺជាហេតុទុក្ខគឺជាផលហ្នឹងគូហ្នឹងគឺអញ្ចឹងដល់តែទី3និរោធសច្ចៈគឺជាផលដល់តែមគ្គសច្ចៈគឺជាឧបាយជាផ្លូវដើម្បីបង្កើតនិរោធឲ្យកើតឡើងអញ្ចឹងអ្នកដែលចង់ធ្វើឲ្យជាក់ច្បាស់នៅនិរោធរំលត់បងនៅសេចក្តីទុក្ខទៅបានគឺត្រូវមានឧបាយគឺដើរទៅតាមផ្លូវអរិយមគ្គទាំង8អរិយមគ្គទាំង8បានសម្រេចទៅតាមឧបាយនៃប្រាជ្ញាហើយបានរំលត់បងនៅនិរោធចូលទៅបាននិរោធហើយបានរងាប់នៅកិលេសរងាប់នៅកិលេសហើយបានសម្ងួតនៅសេចក្តីទុក្ខវិញអញ្ចឹងឆ្លើយមកចុះអ្នកដែលចាក់ធ្លុះនៅទុក្ខហ្នឹងឈ្មោះថាសម្រេចនៅសច្ចធម៌ទាំង3ព្រមទៀតឬក៏យ៉ាងម៉េចថាអត់ទេអត់មានអញ្ចឹងទេបើយើងគិតថាអ្នកដែលបានយល់នៅសេចក្តីទុក្ខមនុស្សគ្រប់គ្នាសម្រាប់សច្ចធម៌ទាំងអស់បានហើយមែនទេព្រោះមនុស្សគ្រប់គ្នាដឹងថាអ្នកម្នាក់សើមានសេចក្តីទុក្ខគ្រប់គ្នាវាដឹងហើយថាជាសេចក្តីទុក្ខប៉ុន្តែសួរថាអ្វីផ្សេងទៀតដើម្បីយល់ថាទុក្ខនោះវាកើតពីណាដើម្បីរំលត់ទុក្ខនោះត្រូវធ្វើម៉េចហើយយើងត្រូវធ្វើខ្លួនយ៉ាងម៉េចប្រតិបត្តិដើម្បីឲ្យបានរួចចាកទុក្ខយើងដឹងអត់ផងដឹងថាទុក្ខនោះអញ្ចឹងបាននៅក្នុងសច្ចធម៌នោះមានអត្ត4អត្តនៅក្នុងអរិយសច្ចៈហ្នឹងបានព្រះអង្គបំបែកចេញទៅជា4ទៀតទី1គេហៅថាបរិញ្ញាតបកិច្ចទី2បហាតបកិច្ចទី3សច្ឆេកតបកិច្ចទី4ភាវេតបកិច្ចអញ្ចឹងកិច្ចនៅក្នុងអរិយសច្ចៈនេះដែលធ្វើឲ្យជាក់ច្បាស់នៅក្នុងអរិយសច្ចៈហ្នឹងវាមាន4ទៀតទុក្ខសច្ចៈសេចក្តីទុក្ខពិតនេះត្រូវកំណត់ដឹងដោយបរិញ្ញាតបកិច្ចវាត្រឹមតែកិច្ចកំណត់ដឹងឲ្យជាក់ច្បាស់ជាសេចក្តីទុក្ខពិតប្រាកដមែនបហាតបកិច្ចគឺសំដៅទៅលើការបហាបង់នៅតណ្ហាសមុទយសច្ចៈហ្នឹងគឺត្រូវធ្វើកិច្ចគេហៅបហាតបកិច្ចត្រូវលះបង់វាត្រូវកំចាត់បង់វាចោលទើបអាចរងាប់នៅសេចក្តីទុក្ខបានដល់និរោធសច្ចៈគេហៅសច្ឆេកតបកិច្ចកិច្ចគប្បីធ្វើវាឲ្យកើតធ្វើវាឲ្យជាក់ច្បាស់ធ្វើវាឲ្យដល់ព្រមដល់តែមគ្គសច្ចៈជាឧបាយជាផ្លូវដើម្បីចម្លងឬហៅថាជាយានចម្លងយើងទៅរកនិរោធសច្ចៈរំលត់បងនៅតណ្ហាទៅបាន
គេហៅភាវេតបកិច្ចកិច្ចគប្បីចម្រើនកិច្ចគប្បីធ្វើគឺមគ្គសច្ចៈហ្នឹងលោកពោលថាជាភាវេតបកិច្ចកិច្ចគប្បីចម្រើនគប្បីធ្វើអញ្ចឹងបើបុគ្គលមើលឃើញត្រឹមតែទុក្ខសច្ចៈគ្រាន់តែដឹងថាជាទុក្ខប៉ុន្តែយើងអត់ទាន់រកឧបាយដើម្បីដោះទុក្ខបានទេប៉ុន្តែបើសិនជាបុគ្គលបានដើរទៅលើផ្លូវមគ្គទី4ចូលទៅកាន់អរិយមគ្គទាំង8មានសិលសមាធិបញ្ញាជាគោលជាមូលដ្ឋានហើយធ្វើការបដិបត្តិឲ្យពាល់ត្រូវនៅក្នុងដំណើរនៃបរមត្តសច្ចៈធ្វើការញ៉ាំងនៅឈានទាំង8ឲ្យកើតឡើងចូលទៅកាន់វិបស្សនាបញ្ញាជាក់ច្បាស់ហើយញ៉ាំងនៅនិរោធឲ្យកើតឡើងនិរោធកើតឡើងបានវាបណ្ដេញទៅរងាប់នៅតណ្ហាបានរងាប់នៅសេចក្តីទុក្ខបានអញ្ចឹងនៅក្នុងមគ្គទាំងពីរនេះវាអត់មានថាទាំងពីរគូហ្នឹងមានន័យថាវាហេតុបច្ច័យទៅតាមដំណើរតគ្នាវាក្នុងពេលតែមួយឧទាហរណ៍ថាយើងដឹងថាយើងឈឺហើយវាមិនមែនមានន័យថាយើងដឹងថាយើងឈឺហើយយើងដឹងថាឈឺបែបណាយើងអត់ដឹងទេយើងដឹងយើងអត់ស្រួលខ្លួនចាំមកយើងត្រូវទៅរកពេទ្យហើយបានយើងត្រូវទៅដាក់ថ្នាំហើយត្រូវការពេលវេលាទៀតព្យាបាលទៀតឲ្យបានគ្រប់គ្រាន់ទៀតហើយត្រូវពិនិត្យមើលឲ្យដិតដល់ទៀតត្រូវថែទាំឲ្យដិតដល់ទៀតបានវាជារោគមួយហ្នឹងយ៉ាងណាមិញឧទាហរណ៍ដូចយើងឃើញក្នុងដំណើរពធអញ្ចឹងវាមិនមែនអាចឃើញទុកមួយយើងសម្រេចនៅមគ្គទាំង3ទៀតនៅក្នុងអរិយសច្ចៈទាំង3ទៀតដោយព្រមគឺអត់ទេលុះត្រាតែបុគ្គលហ្នឹងបានសម្រេចនៅក្នុងដំណើរនៃឧបាយនៃការធ្វើនៅមគ្គសច្ចៈនោះឲ្យកើតឡើងហើយបានញ៉ាំងនិរោធឲ្យកើតឡើងបានរងាប់បងនៅតណ្ហាបានរងាប់បងនៅសេចក្តីទុក្ខវាដេញបន្តគ្នាអញ្ចឹងវាអត់មានក្នុងពេលតែមួយហ្នឹងគឺសម្រេចដោយព្រមទេព្រោះធម៌ហ្នឹងវាកើតរលត់ដោយចិត្តយើងអញ្ចឹងចិត្តយើង89ដួង121ដួងប៉ុន្តែមិនមែនក្នុងមួយពេលតែមួយហ្នឹងចិត្តហ្នឹងវាកើតគ្រប់ដួងទាំងអស់ទេវាកើតក្នុងមួយដួងមកថាចិត្តហ្នឹងវាជាប់ចម្រើនក្នុងកុសលវាកើតកុសលហើយបើចិត្តជីវ័នចិត្តហ្នឹងវាតោងអកុសលវាទម្លាក់កុសលហើយអញ្ចឹងវាកើតរលត់ជាបន្តគ្នាអញ្ចឹងនៅក្នុងអរិយមគ្គអរិយផលក៏ដូចគ្នាវាកើតរលត់ជាបន្តទៅដូចគ្នាអញ្ចឹងដែរវាមិនមែនអាចទៅដោយព្រមបានទេឬក៏ដូចបុគ្គលចម្រើនកម្មដ្ឋានអញ្ចឹងចម្រើនកម្មដ្ឋានកើតនៅធាតុមិនមែនមានន័យថាធាតុដីទឹកភ្លើងខ្យល់កើតមកទាំង4ព្រមគ្នាទេវាកើតឆ្លាស់គ្នាវាកើតម្ដងមួយមិនមែនដល់ព្រមក្នុងពេលតែមួយទេអាហ្នឹងជំរាបជូនម្ចាស់សំណួរអញ្ចឹងឆ្លើយមកវិញអ្នកដែលយល់ថាឃើញនៅចក្ខុនៅទុក្ខសច្ចៈគឺឈ្មោះថាឃើញនៅសច្ចៈទាំង3ទៀតដោយព្រមគឺខុសហើយអត់ត្រឹមត្រូវទេអញ្ចឹងឆ្លើយខ្លីសរុបប៉ុណ្ណឹងគឺអត់ត្រឹមត្រូវទេអញ្ចឹងបានចូលនៅក្នុងផ្លូវសមាបដិបត្តិក្នុងការប្រតិបត្តិដ៏ត្រង់ដើម្បីឆ្ពោះទៅកាន់អរិយមគ្គអរិយផលបានចូលទៅក្នុងការបដិបត្តិលុះត្រាតែចម្រើនបញ្ញាឲ្យកើតឡើងបានចាក់ធ្លុះនៅទុក្ខសច្ចៈពិតនឹងបានឃើញទុក្ខសច្ចៈពិតនឹងហើយបានទៅរាវរកថាទុក្ខនឹងវាកើតពីអីបានពិចារណាដោយបញ្ញាញាណបញ្ញានឹងបានពិនិត្យឃើញថាអូទុក្ខនឹងកើតឡើងព្រោះកំណើតរបស់វាដែលនាំឲ្យកើតទុក្ខគឺតួតណ្ហានឹងឯងតណ្ហានឹងអាចរងាប់បងទៅបានព្រោះអាស្រ័យអីព្រោះអាស្រ័យនៃការធ្វើឲ្យជាក់ច្បាស់ដល់បដិវេតធម៌ឬក៏ដល់នៅនិរោធសច្ចៈទើបអាចរំលត់បងនៅសេចក្តីទុក្ខទាំងអស់នឹងបានអញ្ចឹងធម៌ហ្នឹងវាជាបច្ច័យដល់គ្នានឹងគ្នាអញ្ចឹងណាអញ្ចឹងឆ្លើយមកវិញមកដើម្បីឲ្យម្ចាស់សំណួរនឹងបានយល់ដឹងមានប្រមាណប៉ុណ្ណេះចុះហើយសូមអនុមោទនា